សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាលើកទី1ដែលខ្ញុំបានរើសយកកម្មវិធីមួយដែលមានឈ្មោះថា Cool Edit Pro 2.1 ហើយវាមាន license ដើម្បីយើងកាត់ឬក៏យើងធ្វើបទភ្លេងមួយទៅវាអាចឲ្យឬក៏វា apply ឲ្យបានបើសិនជាកម្មវិធីគ្មាន license ទេកាលណាយើងធ្វើឬក៏យក effect ដើម្បី apply ពេលខ្លះគឺវាឲ្យយើងចូលទៅ register ដើម្បីយក license សិនហើយជាមួយគ្នាដែរខ្ញុំសូមបានលើកយកបទចម្រៀងមួយដែលឈ្មោះថាអាក្រក់ឬល្អបងហើយបទចម្រៀងនេះខ្ញុំសូមកាត់សំឡេងដោយទី1ខ្ញុំជ្រើសយក effect ហើយយក mixer channel mixer ហើយត្រង់ចំណុចនេះគឺយើងយក vocal cut ហើយត្រង់នេះគឺយើង invert វា tick ត្រង់ invert ហើយត្រង់នេះគឺយើងយក bypass ហើយយើងចុច OK convert ចប់អស់ហើយសូមបានចាក់ត្រង់នេះតែម្ដងដើម្បីឲ្យច្បាស់សម្រាប់យើងប្រៀបធៀបជាមួយនឹងបទភ្លេង original របស់វាដោយខ្ញុំសូមបើនៅ folder របស់វាមកខ្ញុំយក try ទីដដែលយក music ដល់13ហ្នឹងអាក្រក់ឬល្អនេះហើយខ្ញុំសូមចាក់ក៏ព្រមបើកផ្លូវអនបងសុំជាក្បត់ស្នេហាពីបាទទួលយកនឹងពេលបងសាវាព្រោះនៅក្នុងអរ៉ាអូនមិនបានត្រៀមសម្រាប់យើងចាក់បទដែលយើងកាត់តមិញយ៉ាងណាបងនៅតែជាសង្សារអូនទូអមបងធ្លាប់បារម្ភខ្លាចអូនមិនស្មោះឥឡូវមិនស្មានបងសុំចិត្តគឺថាបាន 90% មែនហើយគ្រប់ទាំងកម្មវិធីបទកម្មវិធីកាត់សំឡេងចម្រៀងហ្នឹងគឺបទចម្រៀងខ្លះវាបាន 95 98% ហើយបទចម្រៀងខ្លះបានតែ 70 60 50% ប៉ុណ្ណោះតាម file ដែលគេបំលែងពី original របស់វាហើយភាគច្រើនចម្រៀងឥឡូវហ្នឹងភាគច្រើនគឺ file ក្នុង bitrate វាត្រឹមត្រូវនឹងការកម្មវិធីចាក់កម្មវិធីកាត់សំឡេងហ្នឹងដល់អញ្ចឹងវាអាចកាត់សំឡេងបានទៅដល់ 95% ហើយ 98% នោះហើយថ្ងៃនេះដែរខ្ញុំសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូនេះ
ហើយសូមបាន subscribe ចុច subscribe ខាងក្រោមដើម្បីយកព័ត៌មានថ្មីៗដែលខ្ញុំនឹង upload តាម Facebook តាម YouTube នេះ